ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជារបៀបបង្កើតគណនីនៅក្នុង platform 24h.rental ជាដំបូងបងប្អូនចូលទៅក្នុង Google រួចបើកពាក្យ 24h.rental បន្ទាប់មកបងប្អូននឹងចូលទៅកាន់ platform របស់យើងបន្ទាប់ពីចូលហើយបងប្អូនចុចទៅពាក្យ login ហើយបន្ទាប់មកបើសិនជាបងប្អូនអត់មាន account ទេបងប្អូនចុចទៅលើពាក្យ sign up ខាងក្រោមនេះនៅពេលបងប្អូនចុចរួចបងប្អូនគ្រាន់តែបំពេញឈ្មោះរបស់បងប្អូនឧទាហរណ៍ដូចខ្ញុំឈ្មោះថាហេងនេះបំពេញឈ្មោះថាហេងចំពោះ username បងប្អូនត្រូវសរសេរជាប់គ្នាបន្ទាប់មកបងប្អូនបំពេញ Gmail របស់បងប្អូនដែល Gmail របស់បងប្អូនមានស្រាប់នោះបន្ទាប់ពីបំពេញ Gmail រួចបងប្អូនបំពេញលេខទូរស័ព្ទរបស់បងប្អូនលេខដែលជាលេខទូរស័ព្ទពិតប្រាកដរបស់បងប្អូនបន្ទាប់មកបងប្អូនបំពេញនៅលេខកូដសម្ងាត់ដែលបងប្អូនត្រូវចងចាំវាជាចាំបាច់នៅពេលដែលបងប្អូនចាញ់អាប់រួចវានឹងផ្ញើកូដទៅលេខទូរស័ព្ទរបស់បងប្អូនដែលបងប្អូនគ្រាន់តែវាកូដនោះបញ្ចូលទៅក្នុងកន្លោននេះបន្ទាប់មកចុចលើ continue មកដល់ត្រង់នេះបងប្អូនត្រូវចុច follow property ណាមួយដែលបងប្អូនពេញចិត្តនៅខាងក្រោមនេះឧទាហរណ៍ដូចជា apartment condo ឬក៏ផ្ទះជាដើមបងប្អូនគ្រាន់តែចុច follow មកបន្ទាប់មកបងប្អូនចុច continue បន្ទាប់មកបងប្អូនចុច follow អ្នកប្រើប្រាស់នៅក្នុង platform 24h.rental រួចចុច continue ដូចគ្នារួចជាការស្រេចបន្ទាប់ពីបងប្អូនបង្កើត account គណនីរួចបងប្អូនត្រូវបំពេញនៅរូបភាពរបស់បងប្អូនដែលគ្រាន់តែចុចនៅលើសញ្ញាកាមេរ៉ានេះរួចជ្រើសរើសយក photo library បន្ទាប់មកជ្រើសរើសរូបរបស់បងប្អូនហើយចុច crop image រួចជាការស្រេចដោយសារតែខ្ញុំដាក់ cover រួចជាស្រេចចឹងហើយ profile ខ្ញុំបានបង្កើតរួចរាល់ជាស្រេច